ហើយយើងត្រូវចាំពាក្យថាព្រះសម្មាសម្ពុទ្ធមុននឹងព្រះអង្គបានត្រាស់ដឹងព្រះអង្គចូលព្រៃហើយព្រះអង្គចូលព្រៃព្រះអង្គអត់ដែលនៅស្រុកទេបាទណាព្រះអង្គគឺទៅរកព្រៃណាដែលជ្រៅហើយព្រះអង្គដែលចូលព្រៃមុនដំបូងគឺព្រៃប៉ាឡៃឡៃហ្នឹងឯងបាទណានៅនេះគឺព្រៃដែលជ្រៅមានសត្វខ្លាមានសត្វទូចសត្វចម្រេងសត្វល្មីសសត្វល្មឹងដូចខ្ញុំធ្វើទៅដងមុនដំបូងចឹងបាទខ្ញុំធ្វើទៅដងមុនដំបូងខ្ញុំទៅនៅព្រៃខ្មោចបាទព្រៃខ្មោចអ៊ីខាងភ្នំ1500ហ្នឹងណាបាទណាខ្ញុំទៅនៅព្រៃខ្មោចខ្ញុំចេញទៅភ្នំទំព័រទៅចូលបុកទៅភ្នំខ្មោចនៅម្ដងបាទណាហើយទៅនៅភ្នំកពូភ្នំខ្មោចម្ចាស់ខ្លៃហើយតម្រៃបាត់ជើងធំជាងនេះទៀតបាត់ជើងធំជាងចាននេះបាទណាហើយបើសិនជាវាជន់វិញតែមួយជើងនឹងអាចឆ្លាប់បានបាទណានិយាយពីពោះស្ទើរតែចង់ប៉ាន់ណាពោះវិចតបូកវិចអានាមណាពោះផ្លាន់ពោះអីហ្នឹងនិយាយថាសត្វសារពើសត្វធំៗនៅក្នុងខ្មោចនេះបាទណាមានទាំងខ្លាល្មាសល្មាំងមានទាំងអស់មកចាប់បាទហើយសួរថាមិនមកមានជីវិតមកវិញព្រោះខ្ញុំចូលខ្ញុំទឹកឋានចិត្តបាទខ្ញុំថាបើសិនជានិស័យបុណ្យរបស់ខ្ញុំមាននៅក្នុងភ្នំខ្មោចខ្ញុំចូលទៅភាវនាធ្វើកិច្ចដើម្បីជួយសង្គ្រោះដល់សត្វណាដែលជាប់ចំណងនៅក្នុងនឹងបាទសូមឲ្យសត្វនឹងរួចចេញអំពីកម្មភាវនាតម្លៃទំពួងខ្ញុំទៅដោយធម៌មកវិញដោយធម៌បាទខ្ញុំទៅមានជីវិតមកវិញសូមឲ្យមានជីវិតបាទការអតិថានចិត្តយើងនេះធ្វើឲ្យទៅគឺសត្វទាំងអស់អត់ហ៊ានដែរបាទប៉ុន្តែយើងឆ្លាតដែរណាបាទមិនមែនថាអញអតិថានអញបកែមិនទេណាចូលទៅគឺយកបញ្ញាទៅធ្វើទុដងក្នុងនឹងដែរបើសិនយើងអត់មានបញ្ញាទេសត្វជន់ងាប់ព្រោះសត្វវាអត់មានការអតិថាននៃមួយយើងទេបាទណាតែវាឃើញវាអាចវាជន់ដូចជាល្មីសអីវាជន់យើងងាប់ហ្នឹងហើយតម្រៃជន់ខ្លាអាចហែកយើងស៊ីបានបាទប៉ុន្តែយើងទៅប្រកបដោយបញ្ញាបាទប្រកបដោយបញ្ញាអីគឺកម្មខ្ញុំមានកម្មបាទណាខ្ញុំមានកម្មដើម្បីចងព្រៃណាមានកម្មចងព្រៃហ្នឹងឲ្យមានបល័យដើម្បីបជាសត្វបាទណាអាហ្នឹងយើងធ្វើទៅដងត្រូវតែមានណាបល័យវិជាសត្វហ្នឹងគឺយើងសូត្របល័យឧបពុទ្ធបាទណាឧបពុទ្ធតោឧបពុទ្ធកោសោធិឧបពុទ្ធនន្តិឧបពុទ្ធនន្តិឧបពុទ្ធសនន្តិវចន្ទរតិសន្តិតស្មឹងយើងសូត្របល័យឧបពុទ្ធហ្នឹងហើយយើងចោលដុំថ្ម4ទិសអូណាចោល4ធ្ទុះចោលមកកម្លាំងយើងបាទចោលមកកម្លាំងយើងទៅ4ទិសទៅហើយយើងយកដើមសន្មត់ដើមឈើណាមួយជាទីជំរករបស់យើងអូណាបន្ទាប់មកបើយើងយកកម្មនេះកម្មខ្ញុំមកធំនេះណាយកទៅចងគល់ណាចងគល់នឹងហើយបានយើងឡើងទៅសម្រាប់លើដើមឈើអញ្ចឹងណាកាលណាបើយើងសម្រាប់នៅគល់ឈើនឹងខ្លាមកដំរីមកជន់យើងមកត្រូវខ្ញុំមិនទៅមានគ្នាទៅបាទណាគ្នានឹងគឺច្រើនមានអង្គច្រើនតែមាន6អង្គបើតែយូរសតតែ3អង្គទេ3អង្គទៀតទៅដល់បានតែមួយទឹករត់ប្រាច់ណាខ្លាចខ្លាដោយខ្លាយកឡើងខ្លាទៅហឹមពេញភ្នំណាខ្លានិយាយថាសត្វខ្លាសត្វទូចសត្វល្មាសសត្វល្មាំងសត្វតូចសត្វធំវិញគឺអូនត្អែពេញភ្នំនឹងតំណងនិយាយថាធ្វើឲ្យយើងភ័យខ្លាចពេលខ្លះខ្មោចអត់ខ្លាចតែខ្លាចសត្វវិញណាខ្មោចព្រាយបិសាចអីនៅភ្នំអារឹកភ្នំអត់ខ្លាចទេតែខ្លាចសត្វតើត្រូវអ្នកដែលដើរទុដងនឹងអត់ខ្លាចទេខ្មោចបើខ្លាចខ្មោចគេមិនឈ្មោះថាអ្នកដើរទុដងទេត្រូវហើយខ្ញុំនិយាយការពិតចឹងមកបាទតែអ្វីដែលខ្លាចនេះខ្លាចសត្វជន់ខ្លាចសត្វស៊ីនឹងដែរខ្លាចសត្វខំណាខំស៊ីយើងណាកពូ5នោះគឺតំណាងឲ្យសិល5បាទណាអញ្ចឹងបានព្រះប្របាទជ័យវរ្ម័នទី7ព្រះអង្គកសាងកពូ5នេះព្រះអង្គសូមឲ្យណាមហានគររបស់ព្រះអង្គនឹងគឺកាន់សិល5អូបាទកាន់សិល5ហើយព្រះអង្គកសាងពុទ្ធ5ព្រះអង្គតម្កល់ទុកនៅក្នុងកម្ពុជាប្រាសាទមួយទៀតអញ្ចឹងណាបាទប្រាសាទមួយមានព្រះហុកសន្ធោបាទប្រាសាទទី2មានព្រះកោនិកមនោប្រាសាទទី3មានព្រះកសបោប្រាសាទទី4មានព្រះសមណគោតមយើងសពថ្ងៃបច្ចុប្បន្ននេះប្រាសាទទី5មានព្រះសអាមិត្រីអូបាទអញ្ចឹងព្រះទាំង5ព្រះអង្គស្ថិតនៅក្នុងកម្ពុជាទាំង5នៃប្រាសាទតូចហ្នឹងគឺព្រះអង្គបូជាថ្វាយដល់សាសនាហ្នឹងបាទហើយព្រះប្របាទជើងបានទី7ព្រះអង្គនៅរក្សាសិល5រហូតដល់ព្រះអង្គសោយទីនឹងទតបាទជំរាបសួរលោកគ្រូណាសាធុថ្ងៃនេះគឺដោយសារតែបានមកដល់ផ្ទះលោកគ្រូហើយបាទហ្នឹងហើយដល់អញ្ចឹងទៅក៏ជាប់នឹងសំណួរសួរដែលមានពុទ្ធបរិស័ទដែលគាត់ធ្លាប់ចង់ដឹងចង់លឺណាបាទហើយឃើញលោកគ្រូបានធ្លាប់និយាយទៅគឺខ្ញុំបានថតលោកគ្រូច្រើនវីដេអូដែរហើយតាក់ទងទៅនឹងរឿងរ៉ាវមួយចំនួនដែលគេថាជំនឿប្រជាពលរដ្ឋកម្ពុជាយើងណាលោកគ្រូបាទហ្នឹងហើយហើយឃើញលោកគ្រូបានដង្ហែ
ព្រះសអាមេត្រីក៏ដូចជាតាមបណ្ដាំលោកម៉ាយ៉ាតអីអញ្ចឹងផ្សេងអញ្ចឹងទៅហើយការគោរពប្រតិបត្តិមួយចំនួនរបស់ពុទ្ធបរិស័ទហ្នឹងគឺតាមជំនឿដូនតាភាគច្រើនអ្នកខ្លះគឺគាត់បានជោគជ័យគាត់បានអីផ្សេងអញ្ចឹងទៅតាមការជឿរបស់គាត់ណាបាទអញ្ចឹងហើយលើពីនេះទៅទៀតដែលបទពិសោធន៍លោកគ្រូឃើញលោកគ្រូបានធ្វើដំណើរច្រើនតកតងនឹងតាំងពីមុនឬថាលោកគ្រូជាប្រសង់ធ្លាប់ទុដងធ្លាប់អីផ្សេងអញ្ចឹងទៅតាមព្រៃភ្នំក្រំថ្មអីផ្សេងអញ្ចឹងឥឡូវហ្នឹងក៏ចង់ឲ្យលោកគ្រូជំរាបបន្តិចថាតើពេលដែលលោកគ្រូធ្វើដំណើរទៅឆ្ងាយឬតាមព្រំដែនតាមអីហ្នឹងអបិយជំនឿបងប្អូនយើងហ្នឹងវាមានសំប្រកបឬក៏យ៉ាងម៉េចដែរបានជាគាត់តែងតែគ្រប់អញ្ចឹងណាណាអញ្ចឹងខ្ញុំបកណាសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គព្រមទាំងជំរាបសួរណាដល់ញាតិមិត្តធម៌ទាំងអស់ស្ថិតនៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេសដោយសេចក្តីគោរពនិងចទីជាថាដោយណាជ្រះថ្លានៅក្នុងណាពុទ្ធសាសនាហើយព្រមទាំងជំនឿរបស់ដូនតាខ្មែរហើយជំនឿនេះគឺតែងតែមានអញ្ចឹងណាបងបាទតែងតែមានណាសម្រាប់ពុទ្ធបរិស័ទគ្រប់ខេត្តគ្រប់ក្រុងគ្រប់ប្រទេសទាំងអស់បាទគ្រាន់តែថាការជឿនឹងខុសគ្នាបាទណាឧទាហរណ៍ថាបងមិនសួរសំណួរដល់ខ្ញុំកណាហ្នឹងថាពុទ្ធបរិស័ទតាមព្រំដែនហ្នឹងតើគាត់មានការគោរពជំនឿបែបណាយ៉ាងណាដើម្បីឲ្យព្រំដែនហ្នឹងបាននូវសេចក្តីសុខឬជំនឿរបស់គាត់បាទអញ្ចឹងបញ្ហានេះណាញាតិញោមតាមព្រំដែនខ្លះគាត់ក៏ជឿជំនឿដូចយើងអញ្ចឹងដែរញាតិញោមព្រំដែនខ្លះក៏គាត់អត់សូវមានជំនឿជឿដែរបាទហ្នឹងហើយគាត់ជឿតែផលកម្មរបស់គាត់បាទញាតិញោមខ្លះអត់ទេគាត់មានយកអរិយណតាភ្នំណាជាការជឿឬយកលអាងភ្នំជាការជឿណាឬយកបារមីផ្សេងទៅតាមបណ្ដាតាមព្រំដែនហ្នឹងណាទុកជាការជាទីសក្ការៈបូជាគោរពអញ្ចឹងទៅបាទប៉ុន្តែរឿងនេះមានមែនមានណារឿងនេះមានណាភាពជាក់ស្ដែងព្រោះថាលោកតាលោកយាយបារមីភ្នំនេះសុទ្ធតែជាអ្នកសច្ចៈសុទ្ធតែជាអ្នកមានធម៌មានវិន័យអ្នកតាខ្លះគាត់នៅភឹកស្រាអ្នកតាខ្លះគាត់អត់ភឹកស្រាគាត់ចូលបែបផ្លូវខាងក្នុងណាគេហៅថាអ្នកតាខាងក្នុងអ្នកតាខាងក្រៅណាអញ្ចឹងយើងបែងចែកកន្លែងហ្នឹងឲ្យដាច់ណាអញ្ចឹងពេលខ្លះញាតិញោមខ្លះមានជំនឿដែរប៉ុន្តែមានសេចក្តីប្រមាទបាទណាញាតិញោមខ្លះមានជំនឿជឿយកចិត្តទុកដាក់ហ្នឹងហើយជឿយកចិត្តទុកដាក់ហ្នឹងមានន័យថាពុទ្ធបរិស័ទតាមព្រំដែនខ្លះគាត់មានសទ្ធារបស់គាត់ជឿរបស់គាត់ពេលដល់អ្វីដែលគាត់ជឿរបស់គាត់ហ្នឹងមានហេតុមានផលឲ្យមកកើតឡើងមកគឺគាត់រួចខ្លួនពីសេចក្តីទុក្ខនឹងពូណាដោយសារអីដោយសារតែអ្នកតាភ្នំនេះគឺលោកការពារតែម្ដងអញ្ចឹងណាមិនមែនថាយើងមើលមិនឃើញប៉ុន្តែគាត់មើលឃើញបាទយើងទាំងអស់គ្នានឹងយើងមើលមិនឃើញរូបខាងក្នុងមកលោកទេបាទយើងឃើញតែសេនាសនៈរបស់គាត់បាក់បែកអីចឹងទៅឬសេនាសនៈរបស់គាត់មានរូបមានថ្មមានអីដែលយើងគោរពបូជាយើងមើលឃើញបត្តតាមទៅរូបរបស់គាត់ខាងក្នុងរឿងមើលអត់ឃើញទេបាទប៉ុន្តែលោកមើលមនុស្សណាដែលគោរពលោកមិនពិតហ្នឹងគឺញៀនខាងក្នុងគឺតាមថែរក្សាគាត់ចឹងបាទតែពេលខ្លះដល់ថ្នាក់ចូលរូបទៀតណាចូលរូបមកគាត់អញ្ចឹងទៅជាក់ស្ដែងដូចបងក្លឹបថតអ្នកចូលរូបជួយអីចឹងណាបាទគឺរូបគាត់ស្រឡាញ់រូបនឹងហើយมันគាត់ចូលបានបើមិនយើងអត់មានមនុស្សចេតនាអត់មានសេចក្តីស្រឡាញ់ហើយអត់មានការគោរពគ្នាទៅវិញទៅមកក៏លោកតានេះក៏ងាយចូលដែរបាទបារមីនេះក៏គេមិនទៅគោរពឲ្យចូលចឹងដែរបាទនេះវាសារតែនិស័យទី1និស័យទី2ពពេពពេសន្និវាសទី3កម្មទី4បុណ្យបាទហើយទី5កុសលធម៌ដែលយើងធ្វើរឿយជាមួយគាត់នឹងឯងតាមព្រំដែននេះគឺសទ្ធានឹងហើយការជឿជាក់នឹងហើយទើបមានសញ្ញាណាអញ្ចឹងបើសិនជាគាត់អត់មានសទ្ធាអត់មានហេតុទេឃើញកាលណាបើគាត់មានហេតុត្រូវតែមានផលបាទណាអញ្ចឹងដូចជាបងអញ្ចឹងណាបើសិនជាបងអត់មានជំនឿក្នុងទីនេះទេបងអត់មកទេបាទទើបតែបងមានជំនឿជឿជាក់កន្លែងនេះដែរបាទទើបចិត្តមួយវារុញច្រានកុសលចិត្តមួយឲ្យទៅដល់កន្លែងហ្នឹងបាទហើយទៅដល់កន្លែងហ្នឹងហើយបងមានសទ្ធាក្នុងការថតមានសទ្ធាក្នុងការសំណួរសួរអីតាក់ទងពីបញ្ហាកម្មហ្នឹងហើយគាត់ដូចគ្នាតាមព្រំដែនដូចគ្នាបាទណាគាត់ជឿលោកតាហ្នឹងហើយបានគាត់ចិត្តតែរួចខ្លួនរួចដោះចេញអំពីសេចក្តីទុក្ខនឹងពូនឹងមកហើយរឿងនេះមានតាំងពីដូនតាយើងមកមានតាំងយូរយារណាមានតាំងពីចំនួនដូនតាមកយើងមិនអាច
វិនិច្ឆ័យបានទេព្រោះស្រុកខ្មែររបស់យើងនេះគឺជាសាសនាព្រាហ្មណ៍ពីដើមឡើយបាទណាសាសនាព្រាហ្មណ៍គឺស្ថិតនៅក្នុងពរាជាណាចក្រមហានគរនេះបាទណាអញ្ចឹងណាបាទព្រោះថាពុទ្ធសាសនាដូចខ្ញុំជម្រាបពីដើមអញ្ចឹងថាពុទ្ធសាសនាហូរចូលក្នុងការកសាងអង្គរតូចបាទណាកសាងអង្គរតូចនេះបាត់ជ័យវរ្ម័នទី4ប្របាទជ័យវរ្ម័នទី5ប្របាទជ័យវរ្ម័នទី6បាត់ជ័យវរ្ម័នទី7ហ្នឹងត្រឹមប្របាទជ័យវរ្ម័នទី7ហ្នឹងគឺពុទ្ធសាសនាហូរចូលបាទពុទ្ធសាសនាហូរចូលមកហើយកម្ពុជាប្រាសាទពីដើមធ្វើ8បាទបាទណាដល់ពុទ្ធសាសនាហូរចូលមកជ័យវរ្ម័នទី7គាត់មានសទ្ធាចាស់ថ្លាជាមួយនឹងសិលបាទជាមួយនឹងសិលជាមួយនឹងភាវនារបស់ព្រះសម្មាសម្ពុទ្ធដែលហូរចូលមកហ្នឹងណាគាត់ក៏មានសទ្ធាទៅគាត់ក៏លើកពុទ្ធសាសនាហ្នឹងមកជាគោលនៃសាសនាមហានគរបាទបាទហេតុដូច្នេះហើយទើបណាប្របាទជ័យវរ្ម័នទី7សុំណាទឹកសុំដីសុំជ័យភូមិសុំអំពីគ្រូខាងដើមសុំពមាតាសុំបបីតាបរិមបងបរិមប្អូនសុំអនុគ្រោះណាយកពុទ្ធសាសនាចូលសុំធ្វើប្រាសាទអង្គរតូចហ្នឹងជាកំពូល5វិញអូហ្នឹងជឿជាក់អញ្ចឹងណាបាទយើងទៅយល់ហេតុផលអំពីផ្លូវខាងក្នុងផ្លូវខាងក្រៅហ្នឹងมันយើងរស់នៅជាមួយគ្នាចូលសង្គមបាទបាទហើយតែណាបើសិនជាយើងអត់យល់យើងចិត្តតែជន់ឈ្លីយូរប្រពៃណីដូនតារបស់យើងគឺបាត់បង់អស់បាទហើយសួរថាបាត់បង់ទៅណាតែយើងមិនគោរពគេគោរពបាទដល់តែគេគោរពយើងចំណែនទៀតហ្នឹងអានឹងបាសខ្មែរពីដើមហើយគេថាបាសខ្មែរមិនបាសខ្ញុំហើយសួរថាបាត់បង់ស្អីដោយសារតែយើងទាំងអស់គ្នាមិនគោរពហើយមិនបដិបត្តិហើយមិនទទួលស្គាល់ហើយទៅជាវាយនាំគ្នាវាយចិត្តវាយកាយបំផ្លាញអស់ទៅទៀតយូរវាបាត់បង់ដោយទង្វើចិត្តរបស់យើងគ្រប់គ្នានឹងឯងបាទហើយអានឹងយើងយល់អំពីបញ្ហានៃការកសាងប្រាសាទកពូ5ហ្នឹងកពូ5ហ្នឹងគឺបញ្ជាក់អត្តន័យហ្នឹងគឺសិល5ហ្នឹងឯងបាទទី1បាណាតិបាតាអត្តញាទានាកាមេមុសាសូរាបាទណាកពូ5ហ្នឹងគឺតំណាងឲ្យសិល5បាទអញ្ចឹងបានព្រះប្របាទជ័យវរ្ម័នទី7ព្រះអង្គកសាងកពូ5នេះព្រះអង្គសូមឲ្យណាមហានគររបស់ព្រះអង្គហ្នឹងគឺកាន់សិល5អូបាទបាទកាន់សិល5ហើយព្រះអង្គកសាងពុទ្ធ5ព្រះអង្គតម្កល់ទុកនៅក្នុងកម្ពុជាប្រាសាទមួយទៀតអញ្ចឹងណាបាទប្រាសាទមួយមានព្រះហុកសន្ធោបាទប្រាសាទទី2មានព្រះកោនិកមនោប្រាសាទទី3មានព្រះកសបោប្រាសាទទី4មានព្រះសមណគោតមយើងបាទសពថ្ងៃបច្ចុប្បន្ននេះបាទប្រាសាទទី5មានព្រះសាមេត្រីអូបាទបាទអញ្ចឹងព្រះទាំង5ព្រះអង្គស្ថិតនៅក្នុងកម្ពុជាទាំង5នៃប្រាសាទអង្គរតូចហ្នឹងគឺព្រះអង្គបូជាថ្វាយដល់សាសនាហ្នឹងបាទហើយព្រះប្របាទជ័យវរ្ម័នទី7ព្រះអង្គនៅរក្សាសិល5រហូតដល់ព្រះអង្គសោយទីអង្គរអូអញ្ចឹងមានថាប្របាទជ័យវរ្ម័នទី7ព្រះអង្គកាន់សិល5រហូតកាន់សិល5រហូតណាហើយអតីតជាតិរបស់ព្រះអង្គនៅក្នុងញាណខាងក្នុងដែលលោកគ្រូលោកប្រាប់ណាបាទបាទណាអតីតជាតិនៃជាតិចុងក្រោយរបស់ព្រះអង្គបានជួបព្រះសាមត្រីហើយគឺជាអ្នកអាចរឹបទឹកភ្លៀងដូចអនន្តព្រះសាមអនន្តណាដូចអនន្តអាចរឹបទឹកភ្លៀងបានទាំងអស់បាទណាគឺមានដេជះមានបុណ្យមានព្រះបារមីដូចព្រះសរិបុត្រមានបញ្ញាបកែមានរិទ្ធមានអំណាចមានដេជះអញ្ចឹងបាទអូចាំមានថាព្រះអង្គបានសាងបុណ្យបារមីខ្លាំងអញ្ចឹងបាទអញ្ចឹងត្រឡប់ទៅវិញមានន័យថាប្រជាពលរដ្ឋរបស់យើងហ្នឹងគឺមានសាសនាដើមរបស់យើងមានការសុំមានការគោរពតាំងពីឪមកមែនទេលោកបាទហ្នឹងហើយការសុំការបួងសួងហ្នឹងគឺមានពីដើមមកឡើយមិនមែនតែទឹកម្ល៉េះទេបើសិនជាទឹកម្ល៉េះក៏មិនមានការបួងសួងនឹងមកចូលលោកឡំដែរបាទហើយបញ្ជាក់ឡើងនេះមួយទៀតអ្នកខ្លះមានចេតនាចិត្តផ្សេងគ្នាតែសូមបញ្ជាក់ទៅតាមវីដេអូដល់បងទាំងអស់ព្រមទាំងញាតិបធរព្រមទាំងលោកម្ចាស់ទាំងអស់សូមគុំប្រកាន់ច្រើនបាទភាពតែប្រកាន់ច្រើនព្រះអង្គថាជប់ជាពាក្យបាទព្រះសម្មាសម្ពុទ្ធព្រះអង្គថាអ្នកដែលប្រកាន់ច្រើនគឺអ្នកជប់ជាពាក្យបាទណាហេតុដែលជប់ជាពាក្យហ្នឹងធ្វើឲ្យមានហេតុបាទហើយតែណាមកមានហេតុមានផលហើយបាទហ្នឹងហើយអាហ្នឹងដូចជាភិក្ខុមួយដែលណាមហាសទ្ធិប្រគិនជីវរអញ្ចឹងណាណាហើយចិត្តមួយនៅជាប់នៅនឹងមិនព្រមទៅណាទេដល់សគុតអប់ទៅមកកើតចៃយវរណាជាប់ចៃយវររត់ឆ្លេឆ្លាខ្លាចភិក្ខុផ្សេងនឹងយកចៃហើយភិក្ខុទាំងអស់ឃើញថាចៃយវរហ្នឹងនៅជប់យវរហ្នឹងរត់ចុះរត់ឡើងទទួលណាសួរពុទ្ធព្រះអង្គថាមនីភិក្ខុទាំងឡាយណាចៃហ្នឹងគឺណាភិក្ខុដែលសគុតហ្នឹងឯងណា
អតីតហ្នឹងគឺការនៅមានជីវិតហ្នឹងគឺជាប់ស្បង់ស្បែកតៃយវរហ្នឹងណាអញ្ចឹងដូចណាយើងត្រូវយកខ្លឹមសារហ្នឹងមកពិចារណាថាអ្វីទាំងអស់កើតដោយសារធម្មជាតិបាទជីវិតយើងទាំងអស់ទាំងគ្រប់រូបទាំងស្ដេចមន្ត្រីរាជការបងប្អូនប្រុសស្រីមហានគរផ្សេងទាំងអស់នៅក្នុងចម្ពោះទ្វីបនេះកើតដោយសារធម្មជាតិទាំងអស់បាទកើតធម្មជាតិនឹងកើតសេចក្តីស្រឡាញ់បាទណាដូចជាលោកឪពុកអ្នកម្ដាយយើងបើសិនជាគាត់ទាំងពីរអត់មានសេចក្តីស្រឡាញ់នឹងគ្នាទេធម្មជាតិនៃការកើតអត់មានទេបាទមែនទេបាទហើយអញ្ចឹងធម្មជាតិការកើតហ្នឹងគឺកើតចេញពីសេចក្តីស្រឡាញ់ហ្នឹងបាទសេចក្តីស្រឡាញ់ចំពោះលោកឪពុកអ្នកម្ដាយបាទទើបធម្មជាតិជីវិតថ្មីហ្នឹងមកកើតឡើងហ្នឹងហើយអញ្ចឹងការចាស់ទុតទ្រោមទៅវិញក៏ធម្មជាតិជាអ្នកបំបែកដែរហ្នឹងហើយណាធម្មជាតិក៏ជាអ្នកបំបែកណាខ្លឹមសាររូបកាយរបស់យើងទាំងអស់ណាស្ថិតនៅក្នុងនាមរូបអង្គទុក្ខំនាមរូបអង្គអនិច្ចំនាមរូបអង្គអនត្តាណាជាធម៌មិនទៀងមិនទាត់មិនថិតមិនថេរចុងក្រោយមានតែមច្ចរាជកាត់នៅសេចក្តីស្លាប់គ្រប់ប្រាណបាទហើយដូច្នេះហើយដូចខ្ញុំកណាមិនចូលទៅផ្លូវធម៌អីធ្ងន់ធ្ងរទេណាហើយកាលណាបើយើងនិយាយផ្លូវធម៌ខ្លាំងពេកទៅពុទ្ធបរិស័ទខ្លះក៏គាត់ស្ដាប់បានដែរបាទតែពុទ្ធបរិស័ទខ្លះគាត់ចេះធម៌គាត់នឹងយល់ពីបញ្ហាដែលខ្ញុំចង់និយាយប្រាប់ញាតិញោមយ៉ាងណាហើយអ្វីដែលសំខាន់ដូចញាតិញោមនៅក្នុងការបួងសួងការអតិថានចិត្តហ្នឹងសូមញាតិញោមកុំប្រកាន់បាទព្រោះថាធម៌ទាំង30របស់ព្រះសម្មាសម្ពុទ្ធទានទាំង30ណាបាទណាទាន30នៅក្នុងនោះមានអតិថានបារមីអូបាទមានអតិថានបារមីនៅក្នុងមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធណាទានទាំង30ហ្នឹងបាទណាចាំមើលខ្ញុំសូត្រណាបាទណាមានអតិថានបារមីអតិថានឧបបារមីអតិថានបារមត្តបារមីបាទណាអតិថានទាំង3ហ្នឹងហើយគឺការបួងសួងបាទណាហើយអតិថានហ្នឹងហើយគឺការតាំងចិត្តតាំងកាយប្រាថ្នាបាទហើយព្រះអង្គណាគុំប្រាថ្នាចិត្តចម្ពាក់បាទប៉ុន្តែព្រះអង្គឲ្យយើងអតិថានចិត្តអូណាព្រះអង្គអត់ឲ្យយើងប្រាថ្នាទេពាក្យថាប្រាថ្នាគឺការចង់បានអូចឹងមានអាហ្នឹងចូលធ្វើមិនអធិដ្ឋានខុសគ្នាបាទហើយអត្តដ្ឋានបារមីអត្តដ្ឋានហ្នឹងមានន័យថានៅក្នុងចិត្តយើងដួងចិត្តយើងបួងសួងនៅក្នុងចិត្តអូបាទបាទបួងសួងគឺនៅក្នុងចិត្តបាទហើយសួរតែយកអីវាជាទីពឹងក្នុងការបួងសួងទៀនធូបអូបាទបាទហើយអ្នកប្រាជ្ញយូរទៅលែងឲ្យគោរពទៀនធូបណាឈប់ឲ្យបូជាទៀនទៀនបាច់ចាំគ្មានខ្លឹមសារទៀនជាពលឺបាទបាទណាធូបគឺជាក្លិនអូបាទជះទៅចំពោះពពួកទេវតាទាំងអស់នៅជុំវិញហើយយើងមើលថាអ្នកខ្លះដល់រៀនមែនតើទៅលែងឲ្យជឿទៀនធូបលែងឲ្យជឿទេវតាគ្មានមានទេវតាការបួជាទៀនធូបនេះវាអត់មានប្រយោជន៍មានអីអញ្ចឹងធម៌របស់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងមកមានប្រយោជន៍ទេបាទណាដូចជាអ៊ីមេហេទីបាធុបាទីសការិហពុទ្ធទាំងនោះខ្ញុំមកកណាមានអីបូជាមានតែទៀនហើយនឹងធូបអូមែនបូជាដល់រតនត្រ័យហើយបើយើងកាត់ទៀនធូបនេះអញ្ចឹងមានន័យថាយើងប្រកែកច្បាំងជាមួយព្រះបាទព្រះបាទណាហ្នឹងវាអញ្ចឹងណាហើយឧទាហរណ៍ថាយើងមិនជឿទេវតាអញ្ចឹងថ្ងៃដែលព្រះអង្គបានត្រាស់ដឹងមុនដំបូងក្រោមដើមពោធិព្រឹក្សនៃមហាវីរខ្សាច់នោះណាភិក្ខុតាំងទេវតាហោះហើរមកទេវតា8ទិសហោះមកទេវតាទិសមួយស្រែកនមោទេវតាទិសមួយស្រែកតាសៈបាទទេវតាទៀតភគវៈតោទេវតាទៀតអរហតោទេវតាទៀតសម្មាទេវតាទៀតសម្ពុទ្ធទេវតាទៀតតាសៈអញ្ចឹងពាក្យ8ម៉ាត់នេះចេញពីទេវតាបាទនមោតស្សៈភគវៈតោរហតោសម្មាសម្ពុទ្ធស្សៈខរបស់ទេវតាបាទហើយប្រែដល់មិនរីកិរិយាខ្ញុំកណាសូមក្រាបថ្វាយបង្គំនៅព្រះដ៏មានពភាព្រះអង្គជាព្រះអរហន្តដ៏ប្រសើរហ្នឹងអញ្ចឹងធម៌នេះគឺធម៌ទេវតាសុទ្ធបាទអញ្ចឹងបានក្បួនបុរាណទាំងអស់នេះគឺភាគច្រើនគឺប្រើនមោតស្សៈបាទថាប្រើនមោតស្សៈដើម្បីអីមិនមែនយកធម៌ព្រះមកសូត្រទេគឺសុំទេវតាមកសូត្រដើម្បីគោរពនៅធម៌ណាដែលខ្លួនឯងកំពុងតែសូត្រទៅឲ្យមានដូចជាបាទណានេះសូមបញ្ជាក់អញ្ចឹងព្រោះបងសួរអំពីបញ្ហាខ្លឹមសារក្នុងការជឿនៅក្នុងផ្លូវក្នុងជំនឿហ្នឹងហើយជំនឿផ្លូវក្នុងផ្លូវក្រៅនេះខ្ញុំនឹងនិយាយអំពីការជំនឿដែរណាជំនឿបែបព្រាហ្មណ៍ជាមួយនឹងពុទ្ធសាសនាបាទហ្នឹងហើយគេសួរថាបើបារមីខ្លាំងហើយមិនព្រមទៅការពីព្រំដែនហើយអីត្រូវយល់ពាក្យកន្លែងហ្នឹងថាបារមីលោកដែលក្រងបារមីលោកដែលក្រងទទួលអង្គផ្សេងដែលមានស្នងអង្គរូបដូចជាស្នងម៉ែយ៉ាតស្នងម៉ែម៉ៅស្នងម៉ែច័ន្ទម៉ងម៉ែសស្នងផ្សេងទាំងអស់នៅក្នុងនគរខ្មែរនេះណាបាទពាក្យតាស្នងគឺការទទួលទៅហើយមិនមែនការដឹកនាំទេបាទអញ្ចឹងតាហ៊ាន
គឺការដឹកនាំបាទរបស់រាជរដ្ឋាភិបាលបាទហើយការស្នងរួមការទទួលពីបារមីផ្លូវក្នុងមិនមែនជាអ្នកកំណត់ទេគឺយើងគឺអ្នកទទួលមួយកំណត់បាទខុសគ្នាណាមួយកំណត់មួយទទួលទាហានយោធាមន្ត្រីផ្សេងបលី PM គឺការទទួលđóគឺការកំណត់អំពីរាជរដ្ឋាភិបាលឈ្មោះនេះធ្វើទាហានឈ្មោះនេះធ្វើមន្ត្រីរាជការផ្សេងដែលយើងចាត់យើងចង់ទៅគោលដៅនោះណាហើយការទទួលរូបនេះគ្រាន់តែថាយើងទទួលពីផ្លូវក្នុងដូចបងអញ្ចឹងបងថាខ្ញុំមិនជឿទេប៉ុន្តែបងឯងក៏មិនអាចកំណត់ថា10ឆ្នាំទៀតអត់មានបារមីកាន់ដែរហេអត់មានស្នងរូបយ៉ាងទៅអ្នកខ្លះស្នងរូបអត់មានជឿផងណាដល់ពេលដល់លោកមកនៅពុបចិត្តតែឈឺចិត្តតែស្កាត់មិនមើលមិនជាគ្រូនេះក៏មើលមិនជាគ្រូនោះមិនជាពេទ្យទៅជាដល់រៀបបាយសីរៀបអីចោះសពជាបំបត្តិកើតទៅជាស្នងអងរូបអីយ៉ាងទៅណាអានឹងយើងនិយាយពីបញ្ហាកម្មហ្នឹងអញ្ចឹងមានន័យថានៅពេលដែលគាត់ស្នងរូបនីមួយអ្នកខ្លះក៏គាត់ស្នងទៅគាត់មានរិទ្ធមានមុនឬក៏មានវិជារបស់គាត់ទៅតាមម្ចាស់ដើមមែនទេលោកគ្រូណាស្នងពីបុណ្យបារមីអំពីលោកក្នុងហ្នឹងហើយមានន័យថាដូចឧទាហរណ៍ថាស្នងលោកតាបងយូមួយចោះឧទាហរណ៍ណានៅអញ្ចឹងគាត់មានរិទ្ធរបស់លោកតានៅនឹងស្រាប់ពុទ្ធសាសជាស្នងមែនទេលោកគ្រូអញ្ចឹងហ៎មានរិទ្ធរបស់លោកតាដោយសារតែបដិស័យគាត់ជាមួយលោកតានឹងមាននិស័យមួយគ្នាបាទមាននិស័យដូចជាលោកតាឃ្លាំងមឿងបាទហើយអ្នកដែលស្នងលោកតាឃ្លាំងមឿងគឺមាននិស័យជាមួយលោកតាឃ្លាំងមឿងតែម្ដងបាទហើយនិស័យនៅកន្លែងណានិស័យជាខ្ញុំបម្រើនិស័យបម្រើលោកតាឃ្លាំងមឿងនិស័យជាទ័ពជាមួយលោកតាឃ្លាំងមឿងនេះហើយទើបនិស័យនឹងទាញចូលបានហើយទាញនឹងពីការទាញពីអតីតជាតិមកមកក្នុងបច្ចុប្បន្នជាតិនេះនិស័យលោកតាឃ្លាំងមឿងមិនអាចមកបានទេលោកតាឃ្លាំងមឿងថាលោកមករូបពិតមកមិនបានទេញៀនពិតមកមិនបានទេប៉ុន្តែនិស័យជាអភិញ្ញាណហ្នឹងញៀនខាងក្នុងហ្នឹងគឺមាននិស័យមួយគ្នាគឺឲ្យដឹងហ្មងគាត់ថាស្នងលោកតាឃ្លាំងមឿងសភាវៈលោកតាឃ្លាំងមឿងតាមប្រមាណអីគឺស្នងហ្នឹងដឹងអស់ហើយដូចខ្ញុំគោរពគេស្គាល់ថាលោកគ្រូគោរពព្រាហ្មណ៍ផងគោរពពុទ្ធសាសនាផងអញ្ចឹងតិចអាលោកអាឡំគ្នាបែកសតិបែកអារម្មណ៍អីទៅខ្ញុំថាអត់ទេណាខ្ញុំគោរពពុទ្ធសាសនាបាទប៉ុន្តែលោកតាព្រះមនីសីមេតបអីខ្ញុំត្រូវតែគោរពព្រោះខ្ញុំរស់នៅមួយជាតិមាតុភូមិខ្ញុំរស់នៅជាមួយនឹងវិន័យសិក្ខាបទរបស់ដូនតាខ្មែរណាអញ្ចឹងបើសិតអត់ឲ្យខ្ញុំគោរពតែពុទ្ធតែមួយគត់ខ្ញុំអត់នៅស្រុកទេណាខ្ញុំទៅនៅព្រៃហើយណាហើយយើងត្រូវចាំពាក្យថាព្រះសម្មាសម្ពុទ្ធមុននឹងព្រះអង្គបានត្រាស់ដឹងព្រះអង្គចូលព្រៃហើយព្រះអង្គចូលព្រៃព្រះអង្គអត់ដែលនៅស្រុកទេណាព្រះអង្គគឺទៅរកព្រៃណាដែលជ្រៅហើយព្រះអង្គដែលចូលព្រៃមុនដំបូងគឺព្រៃប៉ាឡៃឡៃហ្នឹងឯងណានៅឥណ្ឌាគឺព្រៃដែលជ្រៅមានសត្វខ្លាមានសត្វទូចសត្វចម្រេងសត្វល្មីសត្វល្មាំងដូចខ្ញុំធ្វើទៅដងមុនដំបូងអញ្ចឹងខ្ញុំធ្វើទៅដងមុនដំបូងខ្ញុំទៅនៅព្រៃខ្មោចព្រៃខ្មោចអ៊ីខាងភ្នំ1500នេះណាណាខ្ញុំទៅនៅព្រៃខ្មោចខ្ញុំចេញទៅភ្នំទំព័រទៅចូលបុកទៅភ្នំខ្មោចនឹងម្ដងណាហើយទៅនៅភ្នំកពូភ្នំខ្មោចម្ចាស់ថ្លៃហើយតម្រៃបាត់ជើងធំជាងនេះទៀតបាត់ជើងធំជាងចាននេះទៀតណាហើយបើសិនជាវាជន់វិញតែមួយជើងនឹងអាចឆ្លាប់បានណានិយាយពីពោះស្ទើរតែចង់ប៉ាន់ណាពោះវែកតបូកវែកអាលៀមណាពោះផ្លាន់ពោះអីនឹងនិយាយថាសត្វសារពើសត្វធំៗនៅក្នុងខ្មោចនេះណាមានទាំងខ្លាល្មីសល្មាំងមានទាំងអស់មកចាប់ហើយសួរថាមិនបានមានជីវិតមកវិញព្រោះខ្ញុំចូលខ្ញុំទឹកឋានចិត្តខ្ញុំថាបើសិនជានិស័យបុណ្យរបស់ខ្ញុំមាននៅក្នុងភ្នំខ្មោចខ្ញុំចូលទៅភាវនាធ្វើកិច្ចដើម្បីជួយសង្គ្រោះដល់សត្វណាដែលជាប់ចំណងនៅក្នុងនឹងសូមឲ្យសត្វនឹងរួចចេញអំពីកម្មភាវនាតម្លៃទំពួងខ្ញុំទៅដោយធម៌មកវិញដោយធម៌ខ្ញុំទៅមានជីវិតមកវិញសូមឲ្យមានជីវិតការអតិថិដ្ឋានចិត្តយើងនេះធ្វើឲ្យទៅគឺសត្វទាំងអស់អត់ហ៊ានដែរប៉ុន្តែយើងឆ្លាតដែរណាមិនមែនថាអញអតិថិដ្ឋានអញប្រកែមិនទេណាចូលទៅគឺយកបញ្ញាទៅធ្វើទុដងក្នុងនឹងដែរបើសិនយើងអត់មានបញ្ញាទេសត្វជន់ងាប់ព្រោះសត្វវាអត់មានការអតិថិដ្ឋាននៃមួយយើងទេណាតែវាឃើញវាអាចវាជន់ដូចជាល្មីសអីវាជន់យើងងាប់ដើម្បីជន់ខ្លាអាចហែកយើងស៊ីបានប៉ុន្តែយើងទៅប្រកបដោយបញ្ញាប្រកបដោយបញ្ញាអីគឺកម្មខ្ញុំមានកម្មណាខ្ញុំមានកម្មដើម្បីចងព្រៃណាមានកម្មចងព្រៃហ្នឹងឲ្យមានបល័យដើម្បីបជាសត្វអាហ្នឹងយើងធ្វើទៅដងត្រូវតែមានណាបល័យវិជាសត្វហ្នឹងគឺយើងសូត្របល័យឧបពុត
បាទ ឧបពុតតោឧបពុតតកោសធិឧបពុតនន្តិឧបពុតនហន្តិឧបពុតតសនន្តិវៈចន្តរតិសន្តិតស្មឹងយើងសូត្របល័យឧបពុតនឹងហើយយើងចោលដុំថ្ម4ទិសណាចោល4ធ្មទុះចោលមកកម្លាំងយើងបាទចោលមកកម្លាំងយើងទៅ4ទិសទៅហើយយើងយកដើមសន្មត់ដើមឈើណាមួយជាទីជំរករបស់យើងណាបន្ទាប់មកបើយើងយកកម្មនេះកម្មខ្ញុំមកធំនេះណាយកទៅចងគល់ណាចងគល់នឹងហើយបានដល់យើងឡើងទៅសម្រាប់លើដើមឈើអញ្ចឹងណាកាលណាបើយើងសម្រាប់នៅគល់ឈើនឹងខ្លាមកដំរីមកជន់យើងមកត្រូវខ្ញុំមិនទៅមានគ្នាទៅបាទណាគ្នានឹងគឺច្រើនមានអង្គច្រើនតែមាន6អង្គប៉ុន្តែយូរសតតែ3អង្គទេ3អង្គទៀតទៅដល់បានតែមួយទឹករត់ប្រាច់ណាខ្លាចខ្លាព្រោះខ្លាយប់ឡើងខ្លាទៅហឹមពេញភ្នំណាខ្លានិយាយថាសត្វខ្លាសត្វទូចសត្វល្មាសសត្វល្មាំងសត្វតូចសត្វធំវិញគឺអូនត្អែពេញភ្នំនឹងតំណងនិយាយថាធ្វើឲ្យយើងភ័យខ្លាចពេលខ្លះខ្មោចអត់ខ្លាចតែខ្លាចសត្វវិញណាខ្មោចព្រាយបិសាចអីនៅភ្នំអារឹកភ្នំអត់ខ្លាចទេតែខ្លាចសត្វតើអ្នកដែលដើរទៅដងនឹងអត់ខ្លាចទេខ្មោចបើខ្លាចខ្មោចគេមិនឈ្មោះថាអ្នកដើរទៅដងទេត្រូវហើយខ្ញុំនិយាយការពិតចឹងមកបាទតែអ្វីដែលខ្លាចនេះខ្លាចសត្វជួនខ្លាចសត្វស៊ីនឹងតែខ្លាចសត្វខំណាខំស៊ីយើងណាហេតុដូច្នេះហើយទៅយើងទៅមានបញ្ញាហើយខ្ញុំទៅការពារលោកបានច្រើនបាទការពារលោកការពារប្រសក់ការពារលោកអ្នកដែលទៅជាមួយខ្ញុំហ្នឹងខ្ញុំមានជំនាញរបស់ខ្ញុំក្នុងការដើរភ្នំដែរបាទអញ្ចឹងជំនាញមិនជំនាញយើងទៅកាប់ព្រៃមិនជំនាញយើងទៅរកវត្ថុបុរាណអីអត់ទេជំនាញខ្លួនការពារខ្លួនណាដែលចេះពីលោកគ្រូខ្ញុំនេះលោកគ្រូនុតស៊ឺនេះបាទលោកប្រាប់ជំនាញក្នុងការដើរភ្នំទុដងបាទណាហើយធ្វើតាមលោកមែនស្តុកមែនបាទណាអត់ដែលមានបញ្ហាកម្មអីផ្សេងមកបៀតបៀនដូចជាសត្វកាយសត្វអីដូចអត់មានឃើញមកបៀតបៀនចឹងមិនថាអានឹងបត់ពិសោធន៍តាមលោកគ្រូប្រាប់ណាបត់សោត